ôi mọc mai ôi bong thưa bị trai ấy vinh bong bị trai chết nào ô chia ăn ó vô sạch sạch một phơ bong nó tên hay lại bong sấy bên trâm tái chả lụa chỉ muối nắng mọc trai tê cha miên tăng pí nó mà cao thế nào ôi bong thưa bong ô này chả cao còn lăng là o lăng mình tên bong ô này ô không mà bà con đấy mà đây bong ta lại hay pi mơn bong nữa lấy sờ bòi bong không bong dơ là lử cua xong đài ôi bong bóng ở kia mà bà con tập pi mơn đi thì chẳng ai nhâm hộp lên cả bán chẳng ai chẳng bạn vô tập các bạn ở trong miền cồn chẳng ai vô tập ăn ấy bật thay bàn tiệt đài cho xem em cho ăn nó kháng mốc ní bong mà bà ọp màn đài bóng miên mà mờn pram đi từ lại mà mờn thu thay cái lăng mình tên ấy hỏi lương cho một đo cái lại bị xe tới hoi cha ôi một đo cái lại nè miếng cha bong bóng ở kia được bàn khơi chẳng chỉ môi nâng phai thế nào cha phai thế nào cha chỉ môi nâng cha có pin thế nào cha hai rôm cho môi nâng tật thế nào tật chẹ phòng đài tên bong bóng ở cái nét rộng nhâm phai đời ở nhưng chưa chợt hà cha dương bị đau mùi chừng nữa nè đại quạt chị bán hộp cho người nằm phai nở còn phai khmên sầm mai lời như chừng luôn thùng nhưng chưa chợt hà mình toàn bán phụ chừng phai nở thì mình ọt trả bởi nhâm sọt cơ rồi trong việc sớm mai bong bóng ở kia cha lấy những chừng bán phơi đầm nam mặt đo cái hạt thà rung đi than nôm paris trop rồi cọp nôm chật ráo rồi cọp nôm đồng xa chỉ thay mà đòn thì đấy ni mình chỉ lấy tìm mua tiết anh nên nhom nó mà làm phục mà bong ôn ở kia mà đo thì tăng cái lại đi pro cái hạt tha tới tận đây cái hạt tham đây tận đây khát cái phồng spứ nè na rung đi tham không paris trop á cứ chia đập bòn fish mua đây sập bột bạc nè mà hộp cái hạt tham hộp sọc sài cha mà hộp bạc chân bọt nè nhưng chẳng nên nhom cứ trôi chất lăng nè của thì tăng cái lại ni mà hộp gì chớ là sạch sân tài chia cái chỉ nói chất bọt nên nhom chẳng nên nhom trơ tay cha thưa đầm na còn xa mà thì tăng cái lại đi xa chỉ thay đón tiết hay chỉ ở cả nốt cha đặt vôรูปភាពchaជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានពិទស្សនាជាមួយខ្ញុំបន្តទៀតថាតើនៅក្នុងសប្តាហ៍នេះចានៅក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះចាតើមានរបស់ចាដូចជាមហូបចាបន្លែត្រីសាច់ផ្លែឈើអ្វីផ្លែពីសប្តាហ៍មុនឬអត់ចាឥឡូវនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានទស្សនានៅក្នុងផ្សារភ្នំឧដុង្គទាំងអស់គ្នាតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាពេលយើងធ្វើដំណើរមកដល់ទីតាំងចានៅភ្នំចារមណីយដ្ឋានភ្នំព្រះរាជទ្រព្យយើងឃើញចាមហូបក៏ដូចជានំចំណីសម្បូរបែបខ្លាំងមែនទែនសិតស្នេះដូចជានំអាកោចំហុយចានំអាកោត្នោតបងប្អូនទាំងអស់គ្នាអីចាសិតសឹងតែជារបស់ពិសេសហើយមានឲ្យជារសឈ្ងុយឆ្ងាញ់ខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនធំប្រកាសជាឃើញវីដេអូនេះហើយមានអារម្មណ៍ថាទុកអារម្មណ៍មិនជាប់ចាបងស្រីទាំងតែញ៉ាំមួយបានហើយនំញ៉ាំបើកលេចមកមើលខ្មុំវិញចាខ្មុំរដូវកាលណាក៏មានខ្មុំដែរបងប្អូនទាំងអស់គ្នាអីចាមានតាំងពីទឹកមានតាំងពីទាំងបង្កងរួមទាំងជាមួយនឹងខ្មុំអាំងបងប្អូនទាំងអស់គ្នាចាមកដល់ទឹកដីចានៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះសម្បូរបែបខ្លាំងមែនទែននៃម្ហូបចាសផ្លែចំការបងប្អូនទាំងអស់គ្នានៅទីតាំងកន្លែងនេះយើងអាចសង្កេតថាតកតងជាមួយនឹងមាន់អាំងកង្កែបបោកចាស់ត្រីស្រែចាស់មាន់ស្រែគឺសម្បូរបែបហើយភ្ញៀវទេសចរដែលគាត់អញ្ជើញមកកំសាន្តនៅទីតាំងកន្លែងនេះចាមិនដែលភ្លេចទេចាមាន់អាំងចកៈក៏ដូចជាចាមាន់ត្រីប្រហុកដុតផ្សេងហ្នឹងគឺគាត់មិនដែលគេហៅអាខានទេមកមិនមែនញ៉ាំតែមួយមុខពីរមុខបងប្អូនទាំងអស់គ្នាហើយទាំងខ្ញុំទាំងគេណាមកសឹងថាគ្រប់មុខតែម្ដងទោះបីគ្នាតិចក៏ដោយប៉ុន្តែគេហៅថារបស់របរចាសិតសឹងតែជារបស់សម្បូរបែបហើយចំណងចំណូលចិត្តយើងទៀតអញ្ចឹងមកដល់ទីតាំងកន្លែងនេះមិនដែរទិញមួយមុខទេបងប្អូនហើយចាពីរបីមុខអញ្ចឹងទៅចាមុខបន្តិចអញ្ចឹងបងប្អូនចានេះប្រភេទនំក្រៀមបងប្អូនទាំងអស់គ្នានេះក៏ធ្វើឡើងពីម្សៅយើងអាចធ្វើសម្ងួតបំពងចាយើងអាចទុកបានរៀងយូរថ្ងៃដែរសម្រាប់អ្នកគាត់អញ្ជើញមកទីតាំងកន្លែងដឹងស្រាប់ហើយនំនេះខ្ញុំឃើញតាំងពីខ្ញុំនៅក្មេងនៅទូចគាត់មានលក់ទៅហើយបងប្អូនទាំងអស់គ្នាចាឲ្យតែបានមកដល់ភ្នំឧដុង្គហើយអត់ដែរភ្លេចទេចាទិញមកថងគៀមនៅលើឡានរហូតដល់ស្រុកវិញក៏ថាបានដែរហើយបើនិយាយពីកូនត្រីគេហៅត្រីស្លឹកអាស័យបងប្អូនចាយើងអាចទៅសម្ងួតវាយកទៅបំពង
អាចធ្វើបានច្រើនមុខចាប្រៃល្ងក៏ដូចជាបំពងសាបជ្រលក់ជាមួយនឹងទឹកត្រីទឹកស្អ៊ីវអីបានបងប្អូនហើយនេះវិញគឺប្រហិតត្រីហើយបងប្អូនឆ្ងល់ទេហេតុអីបានឃើញគាត់ដុតជាមួយនឹងភ្លើងចង្គៀងភ្លើងចន្លោះនេះបងប្អូនដោយសារការពីរុយចាដោយសារយើងដុតអញ្ចឹងទៅវាកាត់បន្ថយរុយដែរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះថ្ងៃសុក្រមិនតាន់ចូលដល់វេលាថ្ងៃសៅរ៍ទេបងប្អូនចឹងទៅក៏មិនតាន់មានភ្ញៀវទេសចរអីច្រើនក៏ប្រហែលដែរប៉ុន្តែតាក់ទងជាមួយនឹងចំណីអាហារចាក្តាមខ្យងអីហ្នឹងគឺនៅតែមានលក់ជាធម្មតាចាតែគ្រាន់តែមិនតាន់សម្បូរបែបដូចយើងថ្ងៃចុងសប្តាហ៍បងប្អូនទាំងអស់គ្នាចាមកទីតាំងកន្លែងនេះនាងខ្ញុំអត់ដែរភ្លេចទេជាមួយនឹងក្តាមជ្រក់ចាជាមួយនឹងខ្យងស្ងោរនឹងឯងអូយកែបកន្លែងគាត់នេះល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាកែបមកចាក់ប៉ុន្មានបង8000បងប្អូនទាំងអស់គ្នាកែបកន្លែងគាត់មកចាក់តែ8000ទេបងប្អូនហើយបាន3ចាកែធំល្អខ្លាំងមែនទែនតម្លៃធូរថ្លៃមកដល់ទីតាំងកន្លែងនេះអត់ខ្វះទេរបស់របរហូបចុកសម្បូរបែបខ្លាំងមែនទែនដុកដឿមកគីឡូមកកំប៉ុងប៉ុន្មានបងអូន10000តានីលេខ1កំប៉ុងទៅអូនលក់មើលបានអរគុណបងប្អូនតើគ្នាចាដុកដឿធំល្អខ្លាំងមែនតើនេះតាំងកន្លែងគាត់មកកំប៉ុងតែ10000រៀលទេហើយបើនេះកលេចមកពងក្រួយចាអូពពីនេះសង្ស័យតែគាត់បេះមកពីផ្ទះមកតែម្ដងគេហៅថារបស់ធម្មជាតិពិតតែម្ដងបងប្អូនហើយក្តាមតាគៀកក្តាមបងប្អូនចាដឹងស្រាប់ហើយខេត្តកំពង់ស្ពឺពោពេញទៅដោយវាស្រែវាស្រូវអញ្ចឹងអត់ខ្វះទេជាមួយនឹងក្តាមស្រែហូបបងប្អូនហើយចាហើយអ្នកដែលគាត់ធ្វើដំណើរកំសាន្តមកទឹកដីចាភ្នំឧដុង្គនេះគឺមិនដែលអខានជាមួយនឹងក្តាមស្រែចាខ្យងចាខ្មុំរួមទាំងនឹងនំនែកបែបបត់ខ្មែរយើងបងប្អូនទាំងអស់គ្នាហើយបើកលេចបើខាងគាត់វិញបងប្អូនទាំងអស់គ្នាចាជ្រក់បងប្អូនហើយមានគ្រប់ប្រភេទមកកំប៉ុងប៉ុន្មានដែរបងជ្រក់មកកំប៉ុង3000ទាំងអស់បងណោះអូមានធំមានទូច5000បងអូបងប្អូនហើយចាកន្លែងគាត់មានលក់ជ្រក់ច្រើនសម្បូរបែបខ្លាំងមែនតើមកកំប៉ុង3000រៀលទៅ5000រៀលទៅក្នុងមកប្រអប់បងប្អូនទាំងអស់គ្នាយើងអាចជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់យើងហើយយើងអាចធ្វើការទិញត្រីក៏ដូចជាមាន់យកទៅផ្ទាប់ជាមួយនឹងគ្នាទៅរួចអាហារថ្ងៃត្រង់មួយពេលមកដល់ទីតាំងភ្នំឧដុង្គនេះបងប្អូនទាំងអស់គ្នាហើយសម្បូរបែបនៃរបស់ហូបខ្លាំងមែនតើដោយដែលបានប្រតិយករូបភាពនៅក្នុងវីដេអូនេះអញ្ចឹងហើយនេះមិនមែនជាលើកទី1សម្រាប់នាងខ្ញុំទេនាងខ្ញុំតែងតែធ្វើដំណើរចាមកកំសាន្តនៅភ្នំព្រះរាជទ្រព្យនេះជារឿយនៅពេលដែលនាងខ្ញុំទំនេរហើយខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនធំក៏ចូលចិត្តមកតំបន់នេះដូចគ្នាដោយសារទី1មានរបស់ហូបច្រើនចាប្រភេទណាជាពិសេសអ្នកដែលគាត់ចូលចិត្តនៅរបស់ហូបបែបស្រុកស្រែចាអញ្ចឹងមកដល់ទីតាំងកន្លែងនេះហើយគឺខ្វះកតែម្ដងនៅរបស់ហូបប្រចាំថ្ងៃចាអូខ្មុំមកបកងនេះប៉ុន្មានដែរបងតម្លៃហើយ20000បងណោះឥឡូវសបោឲ្យបងខ្មុំយើងឥឡូវអូគួរសមដែរអូយបងប្អូនទាំងអស់គ្នាមកបកងតែ20000រៀលទេយើងអាចញ៉ាំហូបលេងក៏បានយើងអាចចាំបាច់យកទឹកក៏បាននៅក្នុងមានកូនយើងអាចយកទៅអាំងអីបន្ថែមបានទៀតដែរចុះសម្រាប់អាចឆ្អិននៅខាងមុខនេះបងមកប្រអប់ប៉ុន្មានដែរបងអូមាន15000នេះតម្លៃ10000អូធូរថ្លៃខ្លាំងមែនតើនេះរាល់ថ្ងៃនេះលក់អស់ទៅបងណោះពេលយើងអាំងហើយអត់ទៀងតាមភ្ញៀវតិចច្រើនបងណោះអូហើយលក់ប៉ុន្មានឆ្នាំហើយបងលក់ខ្មុំនៅទីតាំងនេះបាទ4-5ឆ្នាំហើយបងប្អូនទាំងអស់គ្នាហើយបងស្រីក៏លក់ខ្មុំនៅចារមណីយដ្ឋានផ្សាររមណីយដ្ឋានភ្នំឧដុង្គបងប្អូនចាអូយអ្នកចូលចិត្តញ៉ាំមេខ្មុំចាអ្នកចូលចិត្តញ៉ាំមេខ្មុំឬក៏ចាំញ៉ាំកូនខ្មុំខ្ញុំចូលចិត្តញ៉ាំកមួននេះអូអានេះទឹកពេញតែម្ដងអានេះគេហៅខ្មុំអីគេបងខ្មុំខ្មុំផ្លិតនេះក្បាលទឹកខ្មុំផ្លិតហើយនឹងខ្មុំចង្អេបងប្អូនជាទូទៅអ្នកដែលចូលចិត្តញ៉ាំប្រភេទតាំងបង្កងចេះគេញ៉ាំជាមួយនឹងភ្នំខ្មុំផ្លិតចាឆ្ងាញ់ប៉ុន្តែបើសិនជាយកទឹកយកអីគេភិកច្រើនគេប្រើជាមួយនឹងខ្មុំចង្អេវាបានទឹកច្រើនបងប្អូនទាំងអស់គ្នាអូយចាបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមកដល់កន្លែងពិសេសទៅហើយចាអូយមកដល់កន្លែងអ្នកមីងចាបងប្អូនទាំងអស់គ្នាដូចបានឃើញអញ្ចឹងជាមួយនឹងផ្លែត្នោតចាផ្លែត្នោតចាជាមួយនឹងចាកពីងត្នោតចា
ចាហើយរួមជាមួយនឹងទឹកត្នោតត្រជាក់ផងដែរអូយអ្នកមីងចាទឹកត្នោតនេះមកដល់តម្លៃប្រហែលដែរយក3 5000 3 5000វ៉ាវនេះផ្អែមចាបងប្អូនទាំងអស់គ្នា3កំប៉ុង5000បងប្អូនហើយអូយម្ដាយមីងអីចុះក៏ដល់ការខែនេះត្នោតសបោដែរអត់ទេហ្នឹងឥឡូវដល់ទៅទឹកត្នោតហ្នឹងហើយខែមុនយើងលក់2 5000អូខែមុនរៀងខ្សត់ចាខែនេះរៀងសបោឥឡូវដល់សបោហើយតែមីងគេថាទឹកត្នោតពេលដែលយើងញ៉ាំរដូវកាលខែភ្លៀងអត់សូវល្អទេមែនទេមីងចាដូចខែភ្លៀងអត់សូវល្អទេអត់សូវល្អទេណោះអានឹងបញ្ហាឈឺពោះឈឺអីចឹងទៅវាអត់បានសុទ្ធមែនទេឬក៏យ៉ាងណាដែរចឹងឯងគាត់ថាមេគឺតិចអីចឹងទឹកត្នោតអត់សូវល្អយ៉ាចឹងរដូវកាលខាងនេះហូបទៅល្អអត់មានទឹកភ្លៀងបងប្អូនហីចាឥឡូវយើងមកដល់គេហៅថាដឹងហើយថាទឹកដីខេត្តកំពង់ស្ពឺគឺជាទឹកដីមួយដែលសម្បូរទៅដោយធនធានដើមត្នោតមែនទេបងប្អូនចាអញ្ចឹងអត់ប៉ះទេនៃគេហៅថាផ្លែត្នោតទឹកត្នោតលក់ណាមកដល់នេះគេប្រភពហើយបងប្អូនអញ្ចឹងយើងមកដល់ប្រភពហើយយើងកុំលុបបងអង្គយូចាយើងធ្វើការភ្លក់ជាមួយនឹងទឹកត្នោតហើយអ្នកប៊ីងលក់3ដបនេះតែ5000រៀលទេឥឡូវធ្វើការភ្លក់ទាំងអស់គ្នាមើលគេហៅតែកំពង់ស្ពឺទេអត់ដល់នោះចាអូក្នុងម្ដងគេថាកំពង់ស្ពឺអ្នកមីងកំពុងតែបកកាយគ្នាគាត់ថាភ្នំឧដុង្គហ្នឹងជាស្ថិតនៅក្នុងខេត្តកណ្ដាលឬក៏ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺបងប្អូនភ្នំឧដុង្គឥឡូវអត់ទាន់កាត់ចូលនៅខេត្តកណ្ដាលទេបងប្អូនហ៎ដូចពញាលឺនៅខេត្តកណ្ដាលហើយប៉ុន្តែបរិយាទ្រព្យនេះនៅក្នុងទឹកដីខេត្តអានេះខេត្តកំពង់អានេះខេត្តកំពង់ស្ពឺចូលកណ្ដាលបាត់អញ្ចឹងចាដល់គេថាមួយបានកំពង់ស្ពឺអូបងប្អូនទាំងអស់គ្នាអីអានឹងតកតងជាមួយនឹងទឹកដីបែងចែកហ្នឹងព្រោះពីមុនមកខ្ញុំធ្លាប់បានដឹងណាបានរៀនសូត្រគឺស្ថិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺប៉ុន្តែឥឡូវនេះប្រហែលជាយើងកាត់ចូលទៅខេត្តកណ្ដាលក៏ថាបានអញ្ចឹងខ្ញុំសូមអត់វែកញែកនៅចំណុចនេះទេចាឥឡូវយើងសូមធ្វើការភ្លក់ជាមួយនឹងទឹកត្នោតទាំងអស់គ្នាអូឆ្ងាញ់ខ្ញុំមានដាក់ស្ករដាក់អីបន្ថែមនៅក្នុងនោះអត់មែនគាត់មានតែស្ករតាក់ហ្មងចាទឹកត្នោតគឺសុទ្ធ100%នៅកន្លែងនេះទេចុះមកកំប៉ុងនេះបានបំរុំបានមកកំប៉ុងនេះយូរអត់មែនចាទឹកត្នោតគេបាទគេឡើងតាំងពីម៉ោង6អញ្ចឹងដល់ម៉ោង6ព្រឹកឡើងគេយកវិញ6ដល់6ព្រឹកបានយកវិញហើយមួយថ្ងៃលក់បានប្រហែលកំប៉ុងទៀងទេជួនកាលមនុស្សភ្ញៀវច្រើនហ្នឹង20កំប៉ុងជាងនឹកអត់វាទៅមានភ្ញៀវអញ្ចឹងខើតែចាញ់គេញ៉ាំមួយនេះអត់ឆ្ងាញ់អូនបងប្អូនធំក្លិនទឹកត្នោតពីក្នុងដបនឹងមកតែម្ដងណាហេតុអីបាននាងខ្ញុំថាធំក្លិនតែម្ដងដោយសារពីក្មេងមកគាត់ធ្លាប់ចូលចិត្តញ៉ាំទឹកត្នោតផ្អែមដែរដូចឃើញតាគាត់ឡើងអញ្ចឹងណាទៅទិញគាត់500សុំលុយម៉ែ500សុំទិញគាត់អាចចុះពីដើមភ្លាមណាហើយពេលយើងញ៉ាំទៅយើងដឹងថារសជាតិពេលដែលចុះទឹកត្នោតផ្អែមចុះពីលើដើមភ្លាមមានរសជាតិក្លិនមិនចាយើងញ៉ាំទៅទទួលបានក្លិនត្នោតអូខេពេញណាទឹកត្នោតអូនបងប្អូនទាំងអស់គ្នាចាំមិនថាថាប្រយោជន៍នៃដើមត្នោតគឺច្រើនខ្លាំងមែនតើចាំពីកូនត្នោតតាំងពីមើងតាំងពីកពីងមីងណោះចាគាត់នៅកន្លែងមីងណាលក់នេះគាត់លក់ឡើង3មុខ3ប្រភេទបាត់ទៅហើយចាហើយគាត់អង្គើធ្វើដំណើរឆ្លងកាត់នេះឃើញនំត្នោតហ្នឹងក៏ចាប់សិតសឹងតែធ្វើចេញមកពីផ្លែត្នោតទៀតអញ្ចឹងថាត្នោតអស់ទាស់តែម្ដងបងប្អូនណាថាប្រយោជន៍ដូចតែបានដឹងកន្លងមកអញ្ចឹងចាគ្រប់តាំងពីរឹសទៅដល់ចុងចាយើងអាចច្នៃទៅធ្វើរបស់របរប្រើប្រាស់ក៏ដូចជាចំណីអាហារបានគ្រប់បែបអញ្ចឹងទៅអរគុណមីងឥឡូវក្មួយជួយយកនេះ3ចុះយក2បានទេ2 5000 2 4000ទៅយក3ទៅ5000យក3មកអញ្ចឹងអត់សុំយកលេខជែកណាអូខេញ៉ាញ់3-5000រៀលដាក់លុយមីងចាអូកោត្នោតអូយអាមកខ្មែរអូយបងធ្វើពីត្រីអីវិញបងពីត្រីឆ្ដោអូជាឆ្អឹងអស់យកសាច់សុទ្ធមកធ្វើបងណោះអូយបងប្អូនទាំងអស់គ្នាចាអាមុកគឺជាមុខម្ហូបរបស់ខ្មែរយើងមួយយ៉ាងដែលល្បីហើយមានរសជាតិឆ្ងាញ់បងប្អូនទាំងអស់គ្នាមិនថាភ្ញៀវជាតិមិនថាភ្ញៀវអន្តរជាតិទេគឺគាត់និយមក្នុងការចូលចិត្តហូបព្រោះវាអត់មានក្លិនប្រហុកអីក្នុងការពិបាកទទួលទានណាបងប្អូនទាំងអស់គ្នាបងលក់មកប្រអប់នេះមកមួយចានថ្លៃ10000អូយធូរថ្លៃកន្លងមែនតែនបងចាអូ
បងប្អូនទាំងអស់គ្នាឯងមកកតងបងស្រីលក់តែ10000រៀលទេចាធូរថ្លៃខ្លាំងមែនទែនហើយកន្លែងបងស្រីមិនត្រឹមតែចាលក់ជាមួយនឹងអាម៉ុកត្រីទេចាមានតាំងពីនំអាកោត្នោតអូយបងធ្វើបងប្អូនហើយចាអាកោគាត់ឡើងល្អខ្លាំងមែនទែនបងអូណែអូចាអស់តោះឡើងល្អណាបងអើយបងលក់តម្លៃបែបវិញនឹងបង1,000 រៀលបងណោះចាមកអប់10000អូមានខ្ទិះខាងក្នុងមានខ្ទិះខាងក្រៅតាមចំណងចំណូលចិត្តអញ្ចឹងទៅបងណោះអូបងប្រកបមុខរបរនៃការលក់អាកោធ្ងន់នេះយូរណាស់បងទំធ្វើត្រូវឲ្យព្រោះធ្វើដំណើរនេះព្រោះខ្ញុំមិនមែនមកលើកទី1ឯងមកច្រើនដងឯងប៉ុន្តែលើកនេះឃើញប្លែកចាឃើញបងស្រីលក់មកមានភាពតាក់ទាញតែម្ដងនៃការរៀបចំរបស់គាត់បងប្អូនទាំងអស់គ្នាចាអូអានេះឡើងអានេះមាន snow ខាងក្នុងឯងបងអូឥឡូវខ្ញុំសង្សាកអានេះចង់សាកអានេះខ្ញុំ5ចាសុំអត់ snow បងអត់ snow យើងអាចទុកបានយូរជាធម្មតាបើសិនជាអត់ snow អាចទុកបានយូរតើបងអត់សូវជូរហើយយើងជួយអា snow មានអា snow 5មកបងចាអូខេបងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើការភ្លក់មាន snow 5ហើយនឹងអត់ snow 5ពីកន្លែងបងដោយសារ snow ហ្នឹង snow លេខគេគឺ snow ខ្ទិះបងប្អូនទាំងអស់គ្នាដោយសារខ្ញុំអត់សូវចំណងចំណូលចិត្តជាមួយនឹងញ៉ាំ snow ខ្ទិះដែរអញ្ចឹងទៅអាចនឹងសាកถึง5ចាហើយអត់ snow 5ព្រោះកាលពីក្មេងខ្ញុំចូលចិត្តញ៉ាំអាកោដោយសារដឹងស្រាប់ហើយតាពីក្មេងៗមកនឹងអាកោមួយតែ100រៀលឬក៏200មែនទេហើយអាកោធ្វើកន្លងមកអត់ដែលមានខ្ទិះនៅខាងក្នុងទេព្រោះពីដើមមកពីច្រើនគាត់លក់ពីច្រើនគេដាក់រយជាមួយនឹងដូងពីលើហើយយើងញ៉ាំជាមួយនឹងប្រភេទនំម្សៅឡើងមួយនំត្នោតនឹងឯងប៉ុន្តែឥឡូវនេះចានឹង5បន្ថែមទៀតមកបងចាប៉ុន្តែឥឡូវនេះគេឆ្នៃមានភាពឆ្នៃប្រឌិតចាយកអាកោត្នោតយើងឆ្នៃជាមួយនឹងខ្ទិះខាប់ណាយើងអាចធ្វើយកខ្ទិះមកស្រោចនៅផ្នែកខាងលើក៏បានឬមួយក៏យើងអាចប្រកបខ្ទិះដូងហ្នឹងនៅផ្នែកកណ្ដាលក៏បានដូចយើងបានឃើញជាក់ស្ដែងអញ្ចឹងចានេះគេហៅថាខ្ទិះដូងនៅផ្នែកខាងលើបងប្អូនទាំងអស់គ្នាចាគាត់ដាក់នៅខាងលើដើម្បីជាសម្រស់ក៏ដូចជាសោភ័ណភាពចាដើម្បីមានភាពតាក់ទាញមើលទៅវាគួរឲ្យចង់ញ៉ាំបងប្អូនទាំងអស់គ្នាចាបងប្អូនអាចសុំមិញហ្នឹងអូបងដាក់ហើយណោះចាអូខេបងជួយតាមសម្រួលសិនចោលអីហេមកដល់នេះបងប្អូនហីបន្ទាប់ពីយើងញ៉ាំជាមួយអាហារថ្ងៃត្រង់ហើយក៏អាចមានម្ជូរចាលាងមាត់បន្ថែមដែរបងប្អូនចាមកដល់នេះអត់ខ្វះទេនៃរបស់របរញ៉ាំបងប្អូនហើយចាចម្រុះតែម្ដងចាទាំងមានគ្រឿងទាំងចង្អាបមានបង្អែមចាមាននំនែកមានគ្រឿងម្ជូរមានផ្លែឈើស្រស់នំកឡៅជីអូនំនេះយកទៅអំពៅឬក៏យើងញ៉ាំបែបហ្នឹងហ្មងអូអូយើងស្ងោរហើយបានយើងយកមកលុញម្សៅកុំឲ្យវាស្អិតជាប់គ្នាបងណោះនំកឡៅជីនំឈ្មោះប្លែកបងឈ្មោះរបស់ខ្មែរយើងមែនទេបងខ្មែរយើងអូបងឲ្យភ្លក់ទៀតអូយអរគុណច្រើនបងស្រីចាបងប្អូនទាំងអស់គ្នាបងក៏ឲ្យខ្ញុំភ្លក់នំកឡៅជីនំនេះតាមពិតទៅមិនមែនលើកទី1ដែលនាងខ្ញុំបានឃើញទេប៉ុន្តែលើកទី1សម្រាប់នាងខ្ញុំធ្វើការភ្លក់ដោយសារកន្លងមកយើងឃើញបងគាត់លក់ច្រើនប៉ុន្តែយើងមកហួសទៅហួសដោយសារយើងអត់សូវផាយជាយើងមិនដែលសាក់ហើយយើងក៏មិនដឹងថារសជាតិម៉េចអញ្ចឹងយើងអត់ទៅចាប់អារម្មណ៍អញ្ចឹងថ្ងៃនេះចាឃើញបងកំពុងតែលុញចាសមកសួរគាត់ក៏ប្រាប់ថាឈ្មោះថានំកឡៅជីអញ្ចឹងថ្ងៃនេះជាលើកទី1របស់នាងខ្ញុំភ្លក់អីបងប្អូនធ្លាប់ញ៉ាំដឹងរសជាតិហើយប៉ុន្តែអ្នកមិនដែលធ្លាប់ញ៉ាំដូចនាងខ្ញុំប្រកាសជាដឹងថានំកឡៅជីស្អីនំស្អីគេសខ្ញុំមិនដឹងថាផ្នែកខាងក្នុងមិនវិញទេដឹងតែកាន់ទៅយើងតុនតោះធ្វើការភ្លក់មួយសិនបងខាងក្នុងមានដូងមានល្ងដូងអាចនឹងឆានេះបើស្ករឆឹងមួយស្ករល្ងចាកូរមួយស្ករមួយល្ងមកឆ្ងុយហើយម្សៅនេះគាត់អាចនឹងប្រើជាមួយនឹងម្សៅតណើបបងប្អូនឲ្យដាក់ស្នូអាហ្នឹងមកហើយលុញចាលុញឲ្យយកទៅស្ងោរឆ្អិនហើយយើងយកវាមកលុញជាមួយនឹងម្សៅបន្ថែមមកដើម្បីការពារវាស្អិតនំកឡៅជីហើយដាក់ឈ្មោះកឡៅជីបងតែចាស់ពីដើមមកគាត់ដាក់ឈ្មោះអញ្ចឹងឆ្ងាញ់បងអត់បើអត់ណាបងមកអត់5000ទុកយូរថ្ងៃខូចអត់បងបានតែស្អែកថ្ងៃទៀតទេអូខេបងឆ្ងាញ់បងដីរបស់យាយដែរចា
con mà ủa đi nở cái gì nữa chạp nơi tôm con mày bạn tụi ai mờn cha hộp đâu mai đi mày hốt ban đã còn ui mà nó ngủ nó một quan còn á đi cô anh cha xưa ta lấy hai phải không ôn xưa ta lấy liếng hạt đang lấy không bác ông ôn đấy cúp vô mổ con cha mùi đi bó ngồi nguy con ngồi ôi cha tên 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 bông bông tỏ cái nét rộng nhắm play đây ở nhưng chưa chợt hà chặt chặt dương bị đau mùi chân núi nữa nè đại quạt và quạt chị bán hồ qua cho nằm play nơi bàn tay khăm men sầm mai à lời như chân núi thùng nhưng chưa chợt hà mình toàn bán phụ cho nằm play nơi thì mình ở trả bởi nhóm sọt long cắt đây cha phù dương có chị cô nè sọc nè xé dương sọt long cắt đây cha nơi tung cha rơ nhầm cha ở lời mấy mà xa cái hai tha rồng lực nữa là nụ sau rí nhằm play nơi tùng cha bông bông tỏ cái này vậy cha thì khmei nha cha nhằm tả nâng tê bông bông này cha ngang ngồi chấm muốt món máy ơi cha mày chứ tôi thấy đang nghĩ tha ca là dương nhằm phải nới mà anh chui đo lấy cái sạc thật là giàu phải nới mà con mình chụp dương này cua nó có viên nâng đào chọn cua nó cô chui đào bổ viên cha mà có cua đây ở cùng người cà phê cặp thoi cà haoปูđây bông bông đó cái này vậy cha cha chị đào mà có cái nè hướng tha là bỏ hộp còn đang hạt thạch ở gió cha phai đi hộp ta chui ấy và mơm một chuyện đi chui ấy sặc đi chui ấy quạt đằng trơn cho mình hai dương cái class tới ảnh mình đắng xua quạt trà chia ca cho mình lên chùm này đăng bật hai em đái bông phô này mẹ nên khớp nhằm đằng chân anh đây chà bà đăng là thạp vào giấc đăng thạp vào giấc pika nhằm phải nơi ấy là thể đập bê xua máy mà gặp phép tham cắt thoi này cả hạng pu ấy sụp bật lại bật chương chứ mong bồn ở cái này chà chân anh mày cho mày ra hộp ở tê ra xa ở tế lọp ra còn lọp cho hoàng ấy mấy cầm phóng tục xa mà giờ mà lũi thì được còn ai sơ được mai nữa cha ok cha mai cha lấy con chui vô đi hãy nấu cha để cho mán cha kẹp fly nó muộn cha ô ba ông ôn đó cái này vậy cha đi fly nấu tinh vô tục còn là dương nhằm cho mình tất cả đại á cầm bắt bật fly nơi ní dương nhằm cho mình nâng tay cả đại á còn nhằm ngay là bông ôn đó này phủ với miên chít là một nữa dương nhằm cho mình nâng tay cả đại hot bông ôn này từ tu bà rắm là hai cái chuyện đó sọc thiệp bảo dương tiệp cha Anh riêng là của anh tôi bật tất đang như mấy cái trao mà là không chia khuôn tổng hàng này là cơ này anh tự mấy bạn nữa đánh tự ở ấy tự không chắc này không chắc tính nước lạnh
មកជុំមិញហ្នឹងទិញបានរបស់ញ៉ាំចិញ្ចឹមហ្នឹងច្រើនគួរសមដែរទៅហើយចាបន្ទាប់ពីនាងខ្ញុំបាននាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាចាមកទស្សនានៅក្នុងផ្សាររមណីយដ្ឋានភ្នំឧដុង្គហើយតែពុកម៉ែបងប្អូនទាំងអស់គ្នាចាមានបានឃើញមុខម្ហូបណាដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនឯងដែរអត់ចានាងខ្ញុំសូមណែនាំពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់ចូលចិត្តញ៉ាំនៅម្ហូបបែបស្រុកស្រែណាអាចអញ្ជើញមករមណីយដ្ឋានភ្នំឧដុង្គនេះបានចានៅនេះគឺសម្បូរបែបខ្លាំងមែនទែនតាំងពីបន្លែត្រីសាច់ចាគ្រឿងចានំនែកផ្លែឈើអីគឺសម្បូរបែបខ្លាំងពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដូចបានជំរាបអញ្ចឹងមិនមែនជាថ្ងៃចុងសប្តាហ៍ទេបើសិនជាថ្ងៃចុងសប្តាហ៍ដូចជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យនឹងមានរបស់របរហូបចុកសម្បូរបែបច្រើនជាងនៅក្នុងវីដេអូនេះម្ដងទៀតដោយសារថ្ងៃនេះជាថ្ងៃធម្មតាអញ្ចឹងទៅរបស់ហូបចុកក៏មានកម្រិតទៅតាមនឹងដែរដូច្នេះវីដេអូនេះខ្ញុំនៅក្នុងការធ្វើដំណើរមកកំសាន្តនៅរមណីយដ្ឋានភ្នំឧដុង្គនេះគឺមានត្រឹមតែប៉ុណ្្នេះទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយដើរមកជុំវិញក៏ទិញបាននៅរបស់ហូបចុកនំនែកអីបានច្រើនគួរសមដែរហើយដូច្នេះនាងខ្ញុំក៏សូមគោរពលាពុកម៉ែបងប្អូនទៅត្រឹមនេះដើម្បីយើងទៅសម្រាកដើម្បីទទួលទានអាហារថ្ងៃត្រង់ផងដែរដូច្នេះវីដេអូនេះខ្ញុំមានត្រឹមតែប៉ុណ្្នេះទេអរគុណខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំដូច្នេះជួបជាមួយនាងខ្ញុំនៅវីដេអូបន្តទៀតតែពេលនេះនាងខ្ញុំសូមអរគុណសូមគោរពលា tao chào nhómប្រាប់rồi. Nông tự nhóm